Radio Free Asia ប្រជាពលរដ្ឋខ្មែរនៅស្រុកបូរីជលសាខេត្តតាកែវព្រួយបារម្ភពីការហូរចូលនៃជនអន្តោប្រវេសន៍វៀតណាមអ្វីត្បិតតែមានការភ័យខ្លាចក្នុងការនិយាយក្រមប្រជាពលរដ្ឋបានឆ្លៀតឲ្យដឹងថាជនជាតិវៀតណាមបានហូរចូលនិងបន្តចូលមករស់នៅក្នុងភូមិស្រុករបស់ពួកគាត់ដោយជាដំបូងពួកគេចូលមករកស៊ីជួលដីធ្លីរបស់ប្រជាពលរដ្ឋខ្មែរដើម្បីចិញ្ចឹមទានិងចាប់ក្តាមជាដើមចូលទឹកដីអូននិយាយរួមទៅម៉ែយើងតិចទៀតតែមានអូបង្កើតលើសមាគមហ្នឹងហើយឥឡូវវាវៀតណាមវាចូលដែនដីយើងគ្រប់កន្លែងគ្រប់ដល់ក្រមប្រជាពលរដ្ឋបន្តថាជនជាតិវៀតណាមមួយចំនួនបានទិញដីពីប្រជាពលរដ្ឋខ្មែរហើយបន្ទាប់មកពួកគេស្វែងរកសិទ្ធិរស់នៅតាមរយៈការចែកចែវជាមួយមន្ត្រីអាជ្ញាធរតែក្រមប្រជាពលរដ្ឋអះអាងថាគ្រាន់តែនៅក្នុងភូមិកំពង់អំពិលឃុំបរិយជលសាស្រុកបរិយជលសាមួយជនជាតិវៀតណាមមានចំនួនប្រមាណពាក់កណ្ដាលនៃចំនួនប្រជាពលរដ្ឋសរុបច្រើនមកនៅបដែតដូចតែពនេចយបោះទីតាំងនៅដូចថាដីឡៃណានេះវាចាប់នៅអញ្ចឹងទៅដូចថាស៊ីស៊ូនេះអាអញ្ចឹងទៅនៅបដោះសនអញ្ចឹងដល់នៅយូរវាជាអានេះវាដូចថាបញ្ញាផ្អែកទុំយូរទៅវាបង្កើតបានជាចាក់ជាឫសជាគល់ហើយវាកើតទៅជាផ្លែផ្កាបានទោះជាយ៉ាងណាក្តីអភិបាលខេត្តតាកែវលោកស្រីបេនបានបដិសេធនៅថ្ងៃទី9ខែតុលាថាគ្មានការហូរចូលនៃជនអន្តោប្រវេសន៍វៀតណាមនោះទេទាក់ទិននឹងបញ្ហាជនអន្តោប្រវេសន៍វៀតណាមនិស្សិតអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រលោកធូវីសាឌីបារម្ភអំពីផលវិបាកនៅពេលអនាគតដល់ប្រទេសកម្ពុជាទីក្រុងភ្នំពេញក៏មានតាមបណ្ដាខេត្តក៏មានដូចចិត្តថៃទេក៏មានដែរដល់ប៉ោយប៉ែតដល់ស្វាយស៊ីសុផុនអីសុទ្ធតែវៀតណាមឃុំកំពង់ក្រសាំងស្រុកបរិយជលសាជាច្រកព្រំដែនទឹកដ៏សំខាន់មួយរវាងខេត្តអានយ៉ាងប្រទេសវៀតណាមអតីតខេត្តមាត់ជ្រូកនិងខេត្តតាកែវអ្នកវិភាគសង្គមនិងសេដ្ឋកិច្ចឯករាជ្យលោកកែមលីថ្លែងថាការអភិវឌ្ឍនៅតំបន់ព្រំដែនជាការចាំបាច់យើងមើលទាំងថៃទាំងវៀតណាមដែលនៅជុំវិញយើងឲ្យតែព្រំដែនដល់កន្លែងណាគឺគេមានហេដ្ឋារចនាសម្ព័ន្ធល្អណាស់ដល់កន្លែងនោះគឺគ្រប់កន្លែងគឺគេផ្ដល់លទ្ធភាពឲ្យប្រជាជនគេប្រកបមុខរបរកសិកម្មកសិឧស្សាហកម្មឬមួយក៏ប្រកបមុខរបរពាណិជ្ជកម្មឆ្លងដែនហើយការតាំងទីលំនៅរបស់គេនោះហាក់បីដូចជាមានការអនុគ្រោះច្រើនពីរដ្ឋាភិបាលគេថាព្រំដែនណាក៏ដោយទោះបីជាយើងបោះបកគោលយើងមានព្រំដែនជាក់ស្ដែងក៏ដោយมันស្មើនឹងរបងប្រជាជនទេរបងប្រជាជនគឺខ្លាំងណាស់ហើយរបងប្រជាជននឹងគឺមិនត្រឹមតែជាផោះតាងសម្រាប់តវ៉ាទេរបងប្រជាជនគឺជាផោះតាងមនុស្សធម៌មួយចំណែកលោកបណ្ឌិតឡាវម៉ុងហៃជាអ្នកវិភាគឯករាជ្យមានប្រសាសន៍ថាកម្ពុជាមានមូលដ្ឋានគតិយុត្តអន្តរជាតិនិងឯកសារផ្លូវច្បាប់ជាច្រើនទៀតជាសម្អាតសម្រាប់ដំណោះស្រាយបញ្ហាជនអន្តោប្រវេសន៍វៀតណាមនិងបញ្ហាបូរណភាពទឹកដីដូចជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសទី2ពាក់ព័ន្ធនឹងបូរណភាពទឹកដីអធិបតេយ្យភាពឯកភាពជាតិហ្នឹងគឺអាហ្នឹងគឺជាច្បាប់អន្តរជាតិទៅហើយបាទហើយមានយន្តការដើម្បីដោះស្រាយដែលនៅពេលដែលមានការរំលោភអ្នកស្រុកបរិយជលសានិងក្រុមអ្នកវិភាគបញ្ជាក់ថាការហូរចូលនៃជនអន្តោប្រវេសន៍វៀតណាមជាគ្រោះថ្នាក់ចំពោះកម្ពុជាព្រោះកម្ពុជាធ្លាប់មានមេរៀនប្រវត្តិសាស្ត្ររួចមកហើយគឺការបាត់បង់ទឹកដីកម្ពុជាក្រោមខ្ញុំម៉មនីរតវិទ្យុអាស៊ីសេរីរាយការណ៍ពីស្រុកបរិយជលសាខេត្តតាកែវ